ស្ដីអ្នកគ្នាស្វាគមន៍កាន់ចំណេះគ្នាចំណេះម្ដងទៀតមេរៀន App Sheet បន្ទាប់គឺខ្ញុំនឹងបង្ហាញអ្នកគ្នាអំពីការបង្កើតនៅ menu ដែលយើងប្រើនៅរូបមន្ត link to view ជាងទៀតថានេះគឺជា app demo ដែលខ្ញុំបានបង្កើតនៅ menu អញ្ចឹងឧទាហរណ៍ថាបើយើងចុចនៅបញ្ជីបន្ទប់ជួលជាង link view ទៅកន្លែងបញ្ជីបន្ទប់ជួលនេះឃើញយើងអាចមើលបានធម្មតាបើបញ្ជីយើងចុចកន្លែងបញ្ជីអ្នកជួលអញ្ចឹងវា link ចូលកន្លែងបញ្ជីអ្នកជួលចង់ដឹងថាវិធីនៃការបង្កើត menu នឹងគេធ្វើដំណេចតោះតាមដានជាមួយខ្ញុំទាំងអស់គ្នាខ្ញុំនឹងលើកយកនៅ App Sheet មេរៀនចាស់ដែលយើងបានបង្កើតនៅ app មួយឈ្មោះថា Sell Order System អញ្ចឹងដើម្បីយើងបង្កើតនៅ menu បានគឺយើងកន្លែង Google Sheet នេះអ្នកនរគ្នាបង្កើតនៅ sheet មួយឈ្មោះ menu ហើយក្នុង menu នេះគឺមានព័ត៌មានជាក់ menu model name detail ហើយ photo អញ្ចឹងកន្លែងនេះយើងអាចចំពោះ product នេះដោយសារគេ menu យើងមាន order customer ហើយនិង product អញ្ចឹងកន្លែង product នេះគឺត្រូវគ្នាឈ្មោះឲ្យដូចនឹង sheet នេះណាចំពោះ order ដូចគ្នានេះដែរ customer ដូចគ្នាហើយ detail នេះយើងអាចសរសេរអីក៏បានដែរដើម្បីឲ្យគេងាយស្រួលយល់ចំពោះ photo នេះយើងខ្ញុំបានបង្កើតនៅ folder មួយ photo នេះហើយយើងយករូបភាពមកនេះណាអញ្ចឹង photo នេះឧទាហរណ៍ថា product អញ្ចឹងរូបភាព product នេះអញ្ចឹង photo នៅក្នុងរូបភាព product នេះអញ្ចឹង order ដូចគ្នានៅក្នុងនេះដូចគ្នាអញ្ចឹងអានេះទៅរូបមន្តនេះរបៀបធ្វើនេះផ្សេងគឺផ្សេងអញ្ចឹងណាបើអ្នកនរគ្នាអត់មានរូបភាពនៅក្នុង Google Drive ទេអ្នកនរគ្នាអាច copy link ពី Google បានតែដោយសារតែខ្ញុំមានរូបភាពអញ្ចឹងខ្ញុំបង្ហាញតែម្ដងអញ្ចឹងឧទាហរណ៍ថាបើសិនអ្នកនរគ្នាមានរូបភាពបញ្ចូលផ្សេងអាចចុចកន្លែង file upload នេះមកហើយចូលក្នុង photo នេះអញ្ចឹងតែថា photo អ្នកនរគ្នាដូចថាមានអក្សរ P ធំឧទាហរណ៍អញ្ចឹងអាកន្លែងត្រូវបញ្ជាក់ដូចគ្នាដែរបើសិនជា photo នេះអក្សរ P ធំអញ្ចឹងអានេះត្រូវ P ធំដូចគ្នាណាទៅវារត់រកនៅឈ្មោះរូបភាពនេះកន្លែង photo នេះណាឲ្យប្រយ័ត្នតិចពេលខ្លះឧទាហរណ៍ខ្ញុំនេះដាក់អក្សរធំកន្លែងឧទាហរណ៍នេះខ្ញុំបញ្ជាក់ម្ដងទៀតណានឹងសំខាន់ដែរបើសិនជាកន្លែង folder នេះឈ្មោះអីអញ្ចឹងអានេះត្រូវដាក់បង្កត់នៅក្នុង folder ឈ្មោះនឹងដូចគ្នាហើយនៃរូបភាពក៏ដូចគ្នាដែរត្រូវដាក់ដូចគ្នាឈ្មោះហ្នឹងទៅវារត់ link នឹងបានឃើញណាតោះអញ្ចឹងយើងចូលកន្លែង extend មកហើយយើងចុចកន្លែង create an app អូខេឥឡូវយើងមើលកន្លែង menu របស់នេះគឺមានតែ3ទេអញ្ចឹងយើងត្រូវ add ចូលអញ្ចឹងយើងដើម្បី add ចូលយើងចូលកន្លែង data នេះមកហើយយើងចុចកន្លែង add new data ចូលកន្លែងនេះមកណាGoogle Sheet នេះសំដៅហើយបន្តមកឈ្មោះកន្លែងនេះអ្នកនរគ្នានឹងនេះមកនេះរបស់ខ្ញុំអូខេឥឡូវខ្ញុំបន្ថែម menu នេះណាអញ្ចឹង menu សម្រាប់នេះគឺយើងអត់ចាំបាច់នេះទេយើង read only បានហើយព្រោះ menu សម្រាប់តែយើងចុច link to view តើឲ្យមានសិទ្ធិក្នុងការ edit បានទេហ្នឹងណាយើង add មកអូខេអញ្ចឹងជំហានបន្តទៀតអានេះមិនចាំបាច់ធ្វើអីទេហ្នឹងណាជំហានបន្តទៀតគឺយើងបង្កើតនៅ view យើងចុចកន្លែង view នេះមកហើយយើង add នេះមួយមកហើយយើង create នេះមកហើយយើងដាក់ឈ្មោះអីក៏បានដែរខ្ញុំដាក់ថា menu តមក menu នៅក្នុង sheet menu ហើយខ្ញុំឲ្យវាជា gallery អូខេនេះឃើញទេអូអញ្ចឹងរូបភាពនេះសញ្ញាឧទាហរណ៍មានថារូបភាពនេះវាអាចនឹងខុសនេះ error
អូខេអញ្ចឹងអត់អីទេរូបភាពនេះណាយើងអាចដូរបានអូខេអញ្ចឹងយើងចុចណែ save មកចុចយើងបានហើយនេះ menu នេះឃើញអញ្ចឹងយើងដូរ icon បន្តិចមកដើម្បីឲ្យស្អាតយើងដាក់menu អូខេជិះបានណាហ្នឹងហើយ menu នេះយើងឲ្យនៅណែដើមគេក៏បានឬមួយក៏យើងចូលនៅកន្លែងរបាយនេះក៏បានដែរប៉ុន្តែភាគច្រើនយើងដាក់នៅនេះមកយើងដាក់នៅដំបូងគេមកក៏បានដែរនេះណាហើយយើងឲ្យអា3នេះចូលក្នុងនេះវិញអូខេអញ្ចឹងយើងចុច save សិនមកអូខេអញ្ចឹងខ្ញុំឲ្យ3នេះ order នេះទៅកន្លែង menu អូខេ product នេះទៅកន្លែង menu customer នេះទៅកន្លែង menu អូខេយើង save សិនមកអូខេនេះឃើញទេអូខេឥឡូវពេលដែលយើងបើកមកវាចេញជាអញ្ចឹងដើម្បីយើង link ចូល product បាននេះអញ្ចឹងវាអត់តយើងអត់បានប្រើប្រព័ន្ធនៅ link to view ទេប៉ុន្តែយើងនេះសិនមកយើងអត់អីទេអូខេអញ្ចឹងពេលដែលយើងបានអញ្ចឹងហើយនេះយើងត្រូវបង្កើតនៅ action ចំពោះមេរៀន action អ្នកនរគ្នាអាចទៅមើលនៅមេរៀនមុនបានខ្ញុំក៏បានបង្រៀនដែរណាបើយល់អំពី action អូខេអញ្ចឹងជំហានបន្តទៀតគឺយើងមើល view របស់ menu ចំពោះនេះយើងអាចណែបន្ថែមនៅខាមិនដែរឬក៏ carry អូខេ carry ចុះអានេះយើងដាក់ជា mid light to small អូខេយើង medium មកអូខេយើងបង្កើត action ចុច action មកហើយកន្លែង action menu យើង add មកaction of menu ចឹងកន្លែង menu ចឹង menu នេះយើងរើសកន្លែង data នេះយើងយកកន្លែងណែនេះកន្លែងនេះ go to other within this app ហើយបន្តមកយើង link នៅរូបមន្តយើងប្រើ link to view នេះនៅក្នុងណានៅក្នុង model នេះចឹងយើង copy មកអូខេ save ប៉ុន្តែកន្លែង version របស់ link to view នេះយើងដាក់ high មកណាអូខេឥឡូវយើងចូលម្ដងទៀតតើវាឲ្យនៅអូខេវាអត់តន់ឲ្យណាអូខេចឹងដើម្បី link ចូល product នឹងចូលកន្លែង product តែម្ដងដោយសារ product យើងមាននេះត្រូវអត់អូខេចឹងដើម្បីយើង link ចូលតើយើង edit នៅកន្លែង view របស់វានេះកន្លែង menu នេះណា menu នេះសំដៅ menu នេះ menu ហើយយើង edit នៅ behavior នេះ action នេះសំដៅនេះកន្លែងនេះ behavior នេះយើងដាក់ action របស់វា action of menu ហើយយើង save អូខេមកចេញអត់ណាពុបឃើញវា link ចូលអត់ menu អូខេអញ្ចឹង order link ចូលទេដូចគ្នាអញ្ចឹងឃើញទេនេះចំពោះ customer នេះរូបភាពគឺយើងអាចដូរបានណាអូខេមេរៀននៃការបង្កើតនៅ menu នេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាវីដេអូនេះនឹងមានប្រយោជន៍សម្រាប់អ្នកនរគ្នាអរគុណច្រើន